បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាបានភាវនាធរបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាខ្លួនឯងបានដើរនៅក្នុងព្រៃហើយជួបសត្វកាយសាហាវដូចជាសត្វខ្លារខិននៅក្នុងព្រៃនោះហើយភ័យបានភាវនាធរនឹកគុណដល់ព្រះរតនត្រ័យទំនីទីនៅក្នុងសុបិនដូចនេះថាពុកម៉ែបងប្អូននឹងអស់គ្រោះឬអាការៈឈឺទង្កាត់ផ្សេងៗនោះក៏បានជាសះស្បើយមួយទៀតពុកម៉ែបងប្អូននឹងទទួលបានលាភសំណាងនៅពេលក្រោយបាទតកតងនឹងលេខសំណាងសម្រាប់អ្នកសុបិនវិញនោះគឺលេខ65 68 88លេខ665និងលេខ668បាទតកតងនឹងពុកម៉ែបងប្អូនសុបិនថាបានភាវនាធរដែលបានជួបសត្វខ្លាឬក៏ខ្លារខិនក្នុងព្រៃនេះគឺទំនាយទាយដូចនេះបាទជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសំណាប់Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ